រឿងរ៉ាវមួយតាក់ទងនឹងសារមន្ទីរជាតិដែលប្រជាជនខ្មែរត្រូវដឹងទីកន្លែងដែលតម្កល់នៅសម្បត្តិវប្បធម៌បុរាណគេដំណើរនៃអរិយធម៌ជាច្រើនដែលស្ថិតនៅចំកណ្ដាលនៃទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាសារមន្ទីរជាតិគឺជាសារមន្ទីរដែលធំជាងគេនៅប្រទេសកម្ពុជាសារមន្ទីរជាតិត្រូវបានកសាងនៅថ្ងៃទី15ខែសីហាឆ្នាំ1917តាមរបៀបស្ថាបត្យកម្មប្រពៃណីខ្មែរហើយត្រូវបានសម្ពោធនៅក្នុងឆ្នាំ1920ដោយព្រះបាទស៊ីសុវត្ថិនៅខាងក្នុងសារមន្ទីរជាតិមានតម្កល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរនិងសម័យអង្គរវាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវពីវត្ថុបុរាណសិល្បៈសាសនាបុរាណវិទ្យាខ្មែរតាំងពីសតវត្សទី4រហូតដល់សតវត្សទី13កាលពីដំបូងឡើយសារមន្ទីរជាតិនេះមានឈ្មោះថាសារមន្ទីរក្រុងកម្ពុជាធិបតីហើយដើម្បីលើកកិត្តិយសដល់លោកទេសាភិបាលបារាំងឈ្មោះ Albert Sarraut ទៅប្តូរឈ្មោះជាសារមន្ទីរ Albert Sarraut ប្លង់សារមន្ទីរត្រូវបានគូរដោយលោក Hongos Liye សមុខកម្មនៃក្បាច់ចម្លាក់របស់វិមានសុទ្ធសឹងតែជាស្នាដៃរបស់វិចិត្រករខ្មែរដែលជាគ្រូនិងជាសិស្សរបស់សាលានេះដែលមានដូចជារឿងនាងកាកីឬរឿងរាមកេរ្តិ៍ជាដើមកាលពីសម័យនោះអគារនេះជាសារមន្ទីរផងនិងជាសាលាបណ្ដុះបណ្ដាលផងអ្នកទាំងនោះបានតុបតែងក្បាច់ចម្លាក់ដ៏រស់រវើកនៅលើបង្អួចទាំង12និងទៅលើទ្វារធំទាំង3ដែលបានគូបទាំងគំនូរផ្សេងៗតាមរឿងព្រេងនិទានខ្មែរបុរាណតាមសន្លឹកបង្អួចជួរខាងលិចពីខាងក្នុងចាប់តាំងពីឆ្នាំ1966កិច្ចសន្យា10ឆ្នាំរវាងសាលាបារាំងចុងបូនិងរាជរដ្ឋាភិបាលកម្ពុជាត្រូវបានកំណត់បញ្ចប់ការងារដឹកនាំគ្រប់គ្រងសារមន្ទីរជាតិត្រូវបានផ្ទេរជូនអភិរក្សខ្មែរដំបូងបំផុតគឺលោកជាថៃសេងដែលធ្លាប់ទៅសិក្សានៅសាកលវិទ្យាល័យទីក្រុងប៉ារីសប្រទេសបារាំងលោកជាថៃសេងបានដឹកនាំសារមន្ទីរក្នុងឋានៈជាអភិរក្សចាងវាងរហូតដល់ឆ្នាំ1971បន្ទាប់មកលោកលីវុងត្រូវបានតែងតាំងជាអភិរក្សបន្តលោកទាំងពីរត្រូវបានគេសម្លាប់ក្នុងរបបខ្មែរក្រហមនៅសតវត្សឆ្នាំ1970ដោយប្រទេសកម្ពុជាជួបនឹងវិបត្តិនយោបាយហើយសន្តិសុខមិនធានាផងនោះលោក Bernard Philip Crozier ដែលជាអ្នកគ្រប់គ្រងប្រាសាទអង្គរវត្តក៏បានដឹកជូនវត្ថុដ៏មានតម្លៃពីអភិរក្សអង្គរខេត្តសៀមរាបមកកាន់សារមន្ទីរជាតិវត្ថុសិល្បៈដ៏មានតម្លៃពីសារមន្ទីរទាំងពីរនៃខេត្តបាត់ដំបងនិងសារមន្ទីរដទៃទៀតក៏ត្រូវបានទិញជូនមកទុកនៅក្នុងសារមន្ទីរជាតិដែរ